បាទមានសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងម៉ែបងប្អូនតាក់ទងជាមួយនឹងការ set up UV សម្រាប់មេរោគរបស់យើងហើយទាំងអស់នេះគឺតាក់ទងជាមួយនឹង UV សម្រាប់មេរោគថ្មីឬក៏គ្រឿងបន្លាស់មកផ្នែកណាមួយក៏ដោយដែលពុកម៉ែបងប្អូនចង់ផ្លាស់ប្ដូរគ្រឿងហើយអត់ដឹងពីរបៀបនៃការ set up ទៅឡើយអញ្ចឹងចង់ណែនាំទី1នៅក្នុងគ្រឿងផ្នែកទាំងអស់របស់ UV យើងមានដូចជាបាទយើងដោះមកឃើញជាប្រភេទកស៊ូក2នេះសម្រាប់ទុកវាកុំឲ្យមានការជ្រាបទឹកយើងមានពូ UV ផ្នែកខាងក្នុងបាទហើយយើងមាននេះតាក់ទងជាមួយនឹងកំប៉ុងកែវសម្រាប់ស្រោបអំពូលរបស់យើងការពារអំពូលយើងកុំឲ្យវាប៉ះតជាមួយទឹកបាទហើយនេះគឺតាក់ទងជាមួយនឹងដុំបន្លាស់ដុំភ្លើងរបស់វាហើយនឹងផ្នែកជួរធំរបស់វានេះគឺជាបំពង់ UV ធំតែម្ដងហើយអានេះគឺតាក់ទងជាមួយជើងជ័រសម្រាប់ធ្វើការចាប់ UV របស់យើងទៅលើផ្ទៃជែងឬក៏ផ្ទៃដែកដែលបងប្អូនចង់ធ្វើការតម្លើងអញ្ចឹងខ្ញុំនឹងចាប់ដើមតម្លើងជូនថាតើដំបូងទៅធ្វើបែបណាអញ្ចឹងទី1គឺយើងត្រូវដោះបាទយើងត្រូវដោះដើររបស់វានេះបាទនេះពីកំប៉ុងកែវធំរបស់វាបាទទាំងសងខាងបាទហើយមួយខាងគឺមានផ្នែកបិទជិតហើយនៅមួយខាងទៀតគឺមានផ្នែករុនបែបនេះគឺដើម្បីយើងអាចដាក់អំពូលចូលអញ្ចឹងយើងដោះសងខាងនេះគ្នាបាទបន្តមកទៀតយើងធ្វើការដាក់បំពង់ទី1ចូលគឺបំពង់កែវស្រោមអំពូលចូលសិនហើយការដាក់នេះយើងត្រូវកំណត់ថាតើអាផ្នែកដែលយើងចង់សូមអំពូលនៅផ្នែកខាងណានៃទីតាំងរបស់ម៉ែបងប្អូនខ្លាចទៅជញ្ជាំងទៅអីទៅយើងពិបាកដោះខាងឆ្វេងឬក៏ស្ដាំដាក់ខាងណាក៏បានដែរអញ្ចឹងធ្វើការសូកចូលបាទសូកចូលបែបនេះមកហើយការសូកចូលនេះយើងមានការប្រយ័ត្នព្រោះខ្លាចមានការបែកព្រោះបំពង់នេះវាជាបំពង់កែវបាទអញ្ចឹងសូកឲ្យវាចេញមកខាងក្រៅបន្តិចមកទាំងសងខាងមកបាទបន្តមកទៀតពេលតែកែវនឹងហើយយើងត្រូវការយកកស៊ូ2នេះធ្វើការដាក់ទៅលើផ្នែកសងខាងរបស់បំពង់កែវនេះយើងដាក់ចូលមកបែបនេះបាទហើយការដាក់ចូលមានលក្ខណៈប្រយ័ត្នមួយហើយការដាក់ចូលទី1គឺកុំធ្វើឲ្យមានការកន្លាច់បែបនេះកាលណាកន្លាច់បែបនេះពេលដែលយើងរឹតទៅគឺវាអត់ចិត្តទឹកទេវាធ្វើឲ្យមានការជាតិទឹកអញ្ចឹងបងប្អូនអាចធ្វើការរុញជើងស៊ូនេះឲ្យវាស្របគ្នាបាទបែបនេះទម្រង់បែបនេះឲ្យវាមានកុំឲ្យវាល្មួលកាលណាវាអត់ល្មួលអញ្ចឹងគឺពេលយើងរឹតទៅវាអត់ជាតិទឹកទេបាទអញ្ចឹងយើងគ្រាន់រុញមកផ្នែកម្ខាងហើយផ្នែកម្ខាងនេះដូចគ្នាដែរបាទយើងមើលតើវាមានការល្មួលអត់បើសិនជាវាអត់ល្មួលទេអូខេយើងអាចប៉ុណ្្នឹងបានបាទបន្តមកទៀតយើងធ្វើការមូលពីនេះចូលវិញអញ្ចឹងដូចបញ្ជាក់អញ្ចឹងមានថាតើយើងចង់ឲ្យខាងពូនៅផ្នែកខាងឆ្វេងដៃឬស្នាមដៃនៃទីតាំងរបស់បងប្អូនយើងគ្រាន់តែធ្វើការដាក់ទៅខាងណាក៏បានដែរអញ្ចឹងផ្នែកដែលយើងដាក់ពូនេះបាទអញ្ចឹងគឺខ្ញុំដាក់ផ្នែកដែលខាងចូលពូនៅខាងឆ្វេងនៅត្រូវសនេះតែម្ដងអញ្ចឹងយើងគ្រាន់តែដាក់មកស្រេចបាទអញ្ចឹងយើងគ្រាន់តែមូលចូលមកយើងគ្រាន់តែមូលចូលខាងនេះដូចគ្នាដែរបាទយើងមូលចូលបែបហ្នឹងហើយការមូលនេះគឺកុំណាមកទាំងខាងពេកគឺយើងគ្រាន់តែមកតឹងមូលវាគ្រាន់តែមកតឹងដៃល្មមប៉ុណ្្នឹងមកបាទប៉ុណ្្នឹងអាចខ្លាំងពេកធ្វើឲ្យខ្ទមបែកខាងកែវហ្នឹងអញ្ចឹងយើងហើយសបកក្រៅមួយហើយអញ្ចឹងដំណើរការបន្ទាប់ងាយស្រួលទេគឺយើងផ្នែកដាក់ពូនចូលទៅអញ្ចឹងពូយើងដាក់ចូលទៅតាមរុននេះរុនផ្នែកខាងយើងមានរុនស្រាប់យើងដាក់ផ្នែកខាងបន្ទុយចូលមុនបាទយើងដាក់បែបនេះតោះមកយើងទុកបន្តិចមកដើម្បីយើងធ្វើការកណិតគ្នាជាមួយនឹង adapter របស់យើងអញ្ចឹង adapter របស់យើងមានរុន4នេះសម្រាប់ធ្វើការចាប់ជាមួយជើងពូអញ្ចឹងយើងគ្រាន់តែធ្វើការដោតបាទឲ្យណែនបែបនេះមកហើយយើងរុញវាចូលបន្តមកទៀតយើងធ្វើការច្បូតដល់ជ័រនេះដើម្បីស្រោបពីលើបំពង់តែម្ដងមកបាទប៉ុណ្ណឹងគឺរួចរាល់សម្រាប់ការតម្លើងហើយយើងធ្វើការតេស្តដំណើរការបានអញ្ចឹងយើងគាត់ដោតជាមួយនឹងព្រីភ្លើងដែលបងប្អូនមានទៅបាទនេះគឺវាចេញពូលពណ៌បែបនេះឯងអញ្ចឹងណាវាចេញពូលពណ៌បែបនេះគឺវាដំណើរការអូខេហើយអត់មានបញ្ហាទេអញ្ចឹងចំពោះការតម្លើង UV នេះគឺរួចរាល់ប៉ុណ្្នេះឯងបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាហើយបើសិនជាបងប្អូនត្រូវការតាក់ទងជាមួយនឹងការ set up គ្រឿងបន្លាស់ផ្សេងៗទៀតអាចមានcomment នៅខាងក្រោមបានអរគុណច្រើន